បាទជំរាបសួរថ្ងៃនេះខ្ញុំបាទបាននាំគ្រួសារមកកំសាន្តលេងនៅខេត្តសៀមរាបហើយក៏មានឱកាសមកឆ្លៀតចូលទៅទស្សនាតំបន់ប្រាសាទផងដែរហើយខ្ញុំបាទក៏បានធ្វើដំណើរដោយម៉ូតូបាទដោយបងប្អូនបានឃើញស្រាប់អញ្ចឹងទស្សនវិជ្ជាតាមផ្លូវហ្នឹងគឺស្រស់ស្អាតណាស់បាទមានទេសភាពបាទមានម្លប់ឈើហើយដើមឈើផ្សេងៗគ្រប់ប្រភេទបាទហើយខ្ញុំបាទដល់ពេលយើងធ្វើដំណើរដោយម៉ូតូអញ្ចឹងទៅយើងអាចបន្ទប់ភាពច្បាស់ល្អបាទដោយសារតែយើងអត់មានរថយន្តធ្វើដំណើរអញ្ចឹងយើងធ្វើដំណើរដោយម៉ូតូទៅបាទអញ្ចឹងយើងលក្ខណៈថាសរសើរនៃការធ្វើដំណើរដោយម៉ូតូណាបាទអញ្ចឹងទីខ្ញុំបាទក៏នាំពុកម៉ែបងប្អូនមកទៅទស្សនាទៅតាមដងផ្លូវដែលខ្ញុំបានចូលទៅលេងដូចជាប្រាសាទបាយ័នហើយជាពិសេសនោះបាទគឺខ្ញុំបាននេះជីឆ្លងកាត់ខ្លងទ្វារប្រាសាទបាយ័នប៉ុន្តែមិនដឹងទៅទីខាងណាទេបាទមិនសូវស្គាល់ទេពុកម៉ែបងប្អូនដែលជាស្រ័យផងហើយខ្ញុំបាទនឹងគ្រួសារហ្នឹងបានធ្វើដំណើរទៅនេះគឺគោលបំណងគឺទៅសាក់លបងរសជាតិជ្រូកខ្វៃឈ្ងុយឆ្ងាញ់ដែលគេល្បីនៅតាមបណ្ដាញសង្គមនោះគឺនៅភូមិព្រះដាក់បាទហើយការធ្វើដំណើរនេះគឺអត់ស្គាល់ផ្លូវទេបាទគឺធ្វើដំណើរបណ្ដើរហើយឈប់ម៉ូតូសួរគេបណ្ដើរបាទនេះឃើញកាយវិការនេះគឺឆ្កាឆ្កាជើងគឺសួរផ្លូវបាទមិននឹងទៅខាងណាខាងណីទេបាទដោយពុកម៉ែបងប្អូនបានឃើញស្រាប់អញ្ចឹងបាទទស្សនវិជ្ជាគឺស្អាតណាស់បាទគឺយើងផ្ដិតជាប់រូបភាពល្អបាទហើយខ្យល់អាកាសត្រជាក់បាទជិះម៉ូតូធ្វើដំណើរគឺសប្បាយមួយយ៉ាងដែរបាទហើយនេះមកដល់ភូមិបដាក់បាទបានសាកល្បងជ្រូកខ្វៃដែលគេល្បីហើយបាទមាននំអាកោបាទមានដូងត្រជាក់អូបាទឆ្ងាញ់ណាស់បាទជាមួយនឹងកូនប្រុសពៅបាទពូកែស៊ូពូកែនាំចង់ដឹងចង់លឺណាស់បាទចឹងបងប្អូននៅពេលដែលទំនេរគួរតែឆ្លៀតឱកាសមកកំសាន្តលេងដោយខ្ញុំបាទដែរបាទអរគុណបាទ